បាទទស្សនិកជនព័ត៌មានជាបន្តទៅទៀតនេះគឺបំលែងអាគុយឆក់ត្រីចៃដនឆក់ខ្លួនឯងស្លាប់នៅក្នុងបឹងជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុដោយបំលែងភ្លើងអាគុយ12វ៉ុលជាមួយនឹងដុំអាំងវិចទ័រឡើងទៅដល់220វ៉ុលដើម្បីឆក់ត្រីយកមកធ្វើម្ហូបហើយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 1:30 នាទីរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី1ខែកក្កដាឆ្នាំ2026នៅចំណុចភូមិបឹងតាតូចស្ថិតនៅក្នុងភូមិព្រែកលួងសង្កាត់ព្រែកលួងក្រុងអរិយខ្សាត់ខេត្តកណ្ដាលលោកវរៈស្រីត្រីហេងសេងហៀងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួងបានដឹងថាបរិសុទ្ធជនរងគ្រោះមានឈ្មោះម៉ាច់ច័ន្ទរីអាយុ44ឆ្នាំជនជាតិខ្មែរមុខរបរនេសាទត្រីមានទីលំនៅនៅក្នុងភូមិកើតហេតុចំណែកស្លាកស្នាមនៅវត្ថុតាងរួមមានអាគុយ40អំពែចំនួន1គ្រឿងអាងវិចទ័របំលែងភ្លើង1គ្រឿងដងឆក់ធ្វើអំពីឫស្សីពីងពងចំនួន2ដើមខាងចុងមានដែកនិងខ្សែប្រវែង3ម៉ែត្រលោកនេះប៉ុស្តិ៍បន្តថានៅវេលាកើតហេតុក្រោយពីទទួលបានព័ត៌មានលោកបានគោរពរាយការណ៍ជូនអធិការក្រុងអរិយខ្សាត់បញ្ជាឲ្យកងកម្លាំងសហការជាមួយនឹងកម្លាំងប៉ុស្តិ៍អាជ្ញាធរមូលដ្ឋាននិងលោកគ្រូពេទ្យចុះពិនិត្យដល់កន្លែងកើតហេតុតាមការបំភ្លឺរបស់សាក្សីឈ្មោះញាក់ច័ន្ទថុលភេទប្រុសអាយុ44ឆ្នាំដែលនៅបូមទឹកដាក់ស្រូវនៅមុនកើតហេតុគឺឃើញជនរងគ្រោះបានទៅឆក់ត្រីនៅខាងក្រោយការដ្ឋានបូមខ្សាច់ហើយឈ្មោះខេមក៏បានកំពុងដើររកជនរងគ្រោះទើបអ្នកទាំងពីរបាននាំគ្នាដើររកជនរងគ្រោះក៏ស្រែកហៅឈ្មោះផងក៏មិនលឺឆ្លើយតបក៏បានដើរទៅដល់កន្លែងកើតហេតុជនរងគ្រោះឆក់ត្រីក៏បានឃើញភ្លើងពិលបញ្ចាំងឡើងលើនិងឃើញជនរងគ្រោះដួលផ្កាប់មុខរបូតភ្លើងពិលពីក្បាលអាគុយធ្លាក់មកចំហៀងខ្លួនពួកគាត់ក៏បានយកឈើឆ្កោះខ្សែភ្លើងនោះចេញនិងបានចុះទៅស្រង់ជនរងគ្រោះឡើងមកលើគោករួចធ្វើចលនាបេះដូងតែជនរងគ្រោះបានស្លាប់បាត់ទៅហើយទើបហៅសាច់ញាតិនិងរាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចក្រោយសមត្ថកិច្ចជំនាញធ្វើការពិនិត្យនិងធ្វើកសលវិច័យនិងយោងតាមគ្រូពេទ្យបានដាក់សេចក្តីសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារតែឆក់ចរន្តអគ្គិសនីអាគុយបំលែងឆក់ត្រីសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីពីខ្ញុំលូនឯក TV5 Online News